ហើយណាកូនអ្នកតំណាំទោះបីជាអត់មានកន្លែងដាំក៏ខំប្រឹងដោតស្ពៃចកខ្ញុំដាំខ្ញុំបដោះកូនហើយខ្ញុំដាំមកប៉ុណ្ណឹងហើយដាំរៀងតិចដែរអញ្ចឹងទៅវាអត់ទាន់មានចាយទេអញ្ចឹងធ្វើជីដាក់នេះល្អមែនទេមកគល់គេអូយចឹងឯងណាហេតុតែយើងកូនអ្នកតំណាំអត់មានដីដាំខំប្រឹងដោតទៅនេះទិញនេះធូទិញអីយកមកដាក់យើងណាយើងដោតដាំទៅដោយសារតែយើងចូលចិត្តតំណាំហើយខ្ញុំដាំខ្ទឹមដែរខ្ទឹមនេះគឺខ្ញុំបេះស្លបាន 4-5 ដងហើយនេះកាត់ចឹងទៅគូវាដោះវាលូតចឹងទៅហើយយើងកាត់តែស្លឹកវាចឹងទៅហើយដល់ពេលខែប្រើធ្លាក់យើងលើកទុកទៅដល់ពេលតាខែក្តៅយើងលើកចេញមកក្រៅមកចាក់ទឹកទៅវាដោះមកវិញដដែលនេះឃើញនេះអ្នកដែលចូលចិត្តដាំតំណាំអត់មានកន្លែងដាំធ្វើដូចខ្ញុំក៏បានដែរទោះបីជាមិនបានច្រើនក៏តិចតួចចឹងក៏វាលក្ខណៈថាផ្លូវចិត្តយើងវាសប្បាយចិត្តឃើញបន្លែឃើញតំណាំអីចឹងទៅយើងអត់ដីដាំយើងដាំចឹងទៅមានអីទេហើយដាក់ម្ទេសម្ដងកណ្ដាលនោះកាត់ស្ពៃសោះម្ទេស